រៀបចំចេញទៅខាងអូរាំងឪមួយពេលល្មមព្រមតើឈុតសកម្មភាពព្រោះទ្វារចាស់ចោលដាក់ទ្វារថ្មីព្រមតើជាតែវិញតោហៅទៅនៅនេះជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាទៀតហើយពាក់ព័ន្ធជាមួយនឹងទ្វាររមូល5តើបញ្ជាតេឡេទ្វាររមូលនេះផងដែរគឺយើងប្រើស្លឹកទ្វារកម្រាស់1លីភ្ជាប់ជាមួយនឹងម៉ូទ័រជប៉ុនដាច់ភ្លើងយើងនៅប្រជាបានធម្មតាហើយទីតាំងនេះផងដែរគឺខ្ញុំបានធ្វើការដំឡើងជូនបងប្រុសនៅខាងស្រុកអូរៀងឪខេត្តត្បូងឃ្មុំឥឡូវយើងធ្វើការដំឡើងជូនបងប្រុសរួចរាល់ 100% ហើយខាងសេវាកម្មទ្វាររមូលមានជ័យយើងខ្ញុំក៏មានសេវាកម្មដូចជាលក់ដុំនិងរាយដំឡើងទ្វាររមូលប្រើទាញដៃនិងប្រើម៉ូទ័របញ្ជាតេឡេគ្រប់ប្រភេទនិងមានលក់ដុំនិងរាយដំឡើងម៉ូទ័រទ្វាររបងនិងសម្រាប់រវៃទ្វាររូបដៃរនាបគ្រប់ប្រភេទនិងមានសេវាកម្មជួសជុលទ្វាររមូល24ម៉ោងសម្រាប់នៅក្នុងទីក្រុងភ្នំពេញនិងមានជួសជុលលក់ដំឡើង25ខេត្តក្រុងផងដែរបើសិនជាពុកម៉ែបងប្អូនមានតម្រូវការពាក់ព័ន្ធជាមួយទ្វាររមូលកុំភ្លេចណាតាក់ទងមកខាងសេវាកម្មទ្វាររមូលមានជ័យយើងខ្ញុំកុំអាក់ខានឡើយបាទ